ស្ដេចកុនត្រូវបានគេចាត់ជាក្សត្រដ៏បញ្ញាញាណមួយព្រះអង្គដែលបានកសាងរាជធានីរឹងមាំធ្វើឲ្យស្រុកទេសមានសុខសន្តិភាពហើយប្រជានុរាស្ត្រសម្បូរសប្បាយនៅយន្តឡោះឆ្នាំ1512ដល់1525ស្នាព្រះហស្ថនិងព្រះរាជកិច្ចតស៊ូនៃក្សត្រអង្គនេះត្រៀមនឹងរំលេចក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រខ្នាតធំមួយរឿងដែលវិនិយោគក្នុងទំហំទឹកប្រាក់ច្រើនគួរសមដោយវីដេអូកិនទូរទស្សន៍ PNN និងដឹកនាំដោយឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលធ្លាប់មានស្នាដៃជាច្រើនក្នុងសិល្បៈភាពយន្តខ្មែរយ៉ាងណាព្រះរាជជីវប្រវត្តិរបស់ស្ដេចកុនឬស្រីចេថាធិរាជរាមាធិបតីមានចារនៅក្នុងឯកសារប្រវត្តិសាស្ត្រមួយចំនួនដូចជាឯកសារមហាបុរសខ្មែរសៀវភៅសិក្សាសង្គមថ្នាក់ទី14ក្រសួងអប់រំឆ្នាំ2000និងសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកត្រឹងងារជាដើមឥឡូវនេះសូមតាមដានជាមុននៅព្រះរាជជីវប្រវត្តិសង្ខេបរបស់ស្ដេចកុនដោយដកស្រង់ចេញពីឯកសារទាំងនោះតាមឯកសារប្រវត្តិសាស្ត្រស្ដេចកុនគឺជាប្អូនរបស់នាងពៅឯកសារខ្លះឈ្មោះនាងសត្រូវបានតែងតាំងជាមហាតាលិកនិងក្រោយមកក៏ត្រូវដំឡើងយូរស័ក្តិជានាយកុនជាខុនលួងព្រះស្ដេចកុនមាននាទីមើលខុសត្រូវលើពលព្រះទាំងអស់និងលើកិរិយាមារយាទនៃពលរដ្ឋទូទៅតំណែងខាងលើនេះគឺការឡើងក្រោយពីនាងពៅជាបងត្រូវបានលើកជាស្នំឯករបស់ព្រះបាទស្រីសុគន្ធបុត្រនៅឆ្នាំ1509ព្រះបាទស្រីសុគន្ធបុត្រទ្រង់សុបិនឃើញនាគរាជដេញខំព្រះអង្គហើយខំពំស្វេតឆ័ត្រថែមទៀតព្រះអង្គទ្រង់បញ្ជាឲ្យហូរាទាយដឹងថាមានការលហុលញាក់បង្កគឺខុនលួងព្រះស្ដេចកុនដែលកើតនៅឆ្នាំរោងឬនាគស្រូបពេជាមួយគ្នានោះដែរមានពាក្យបណ្ដឹងមកថាមានកោតហេតុចម្លែកផ្សេងក្នុងព្រះរាជអាណាចក្រដោយខ្លាចក្រែងស្ដេចកុនក្បត់ដណ្ដើមរាជសម្បត្តិសំដូចទំនាយរបស់ហូរានោះព្រះរាជាទ្រង់បានធ្វើការប្រជុំសម្ងាត់នឹងពួកមន្ត្រីជំនិតដើម្បីរិះរកមធ្យោបាយកម្ចាត់ឲ្យបានតែបានបែកការដឹងទៅដល់ស្ដេចកុនតាមស្នំឯកត្រូវជីបងលឹបលួចស្ដាប់ដឹងហើយផ្ញើសម្បុត្រទៅប្រាប់ដោយមានគម្រោងសម្លាប់ស្ដេចកុនព្រះរាជាទ្រង់បញ្ជាឲ្យពួកមន្ត្រីរៀបចំដង្ហែព្រះអង្គទៅក្រសាលបឹងបងសំណានកំសាន្តទៅតាមចំណូលព្រះហឫទ័យរបស់ព្រះអង្គដែលធ្លាប់តែធ្វើពីមុនរៀងមកហើយស្ដេចកុនក៏ត្រូវគេចាត់ឲ្យទៅហាហំព្រះរាជាជាមួយនឹងមន្ត្រីឯទៀតដែរដោយដែលបានគ្រងទុកទ្រង់ធ្វើគោលថាសំណាញ់ព្រះអង្គជួបសម្រះលើកពុំរួចហើយទ្រង់បញ្ជាឲ្យស្ដេចកុនមុជទឹកទៅដោះស្ដេចកុនទទួលបញ្ជាហើយលោតទៅគ្រឿងទឹកធ្វើហាក់ដូចជាពុំដឹងខ្លួនតែបានមុជថយចេញពីកន្លែងនោះឆ្ងាយទៅពេលនោះពួកជំនិតរបស់ព្រះរាជាក៏ប្រញាប់បង់សំណាញ់ព្រមគ្នាគ្របត្រង់កន្លែងដែលស្ដេចកុនលោតទៅនោះក្នុងបំណងឲ្យស្ដេចកុនជាប់សំណាញ់រើពុំរួចស្លាប់ក្នុងទឹកនោះក្រោយរួចជីវិតស្ដេចកុនបានភៀសស្គនទៅដល់ខេត្តបាភ្នំហើយប្រើឧបាយកលបោកបញ្ឆោតពួកចៅហ្វាយខេត្តថាខ្លួនបានទទួលបញ្ជាពីព្រះរាជាឲ្យមកកេណ្ឌទ័ពទៅកំចាត់មហាឧបរាជចន្ទរាជាដែលមានចិត្តចង់ឡើងសោយរាជនៅក្រុងចតុមុខបន្ទាប់ពីមានកម្លាំងទ័ពស្ដេចកុនក៏ចាប់ផ្ដើមវាយលុកចូលរាជធានីទូលបាសានក្រោយព្រះចន្ទរាជាដកថយទៅជ្រកការកូនជាមួយស្ដេចសៀមព្រះបាទស្រីសុគន្ធបុត្របានលើកទ័ពចេញតទូលដោយផ្ទាល់ព្រះអង្គតែត្រីបរាជ័យហើយថយទៅកេណ្ឌទ័ពថែមនៅក្រុងចតុមុខស្ដេចកុនលើកទ័ពដេញតាមវាយបែកបន្ទាយភ្នំពេញទៀតព្រះបាទស្រីសុគន្ធបុត្រថយទៅគង់នៅលង្វែកលុះបន្ទាយលង្វែកត្រូវវាយបែកទៀតព្រះអង្គទៅគង់នៅអមរិនបុរីចុងក្រោយទៅគង់នៅបន្ទាយស្ទឹងសែនក្នុងខេត្តអសន្ទុកកស1512ហើយត្រូវទ័ពរបស់ស្ដេចកុនធ្វើកុដបាននៅទីនោះក្រោយពីបានជ័យជំនះស្ដេចកុនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាដោយមានរាជនាមថាព្រះស្រីចេថាធិរាជរាមាធិបតីគង់នៅក្រុងស្រីសឆហើយក្រោយមកនៅឆ្នាំ1514ព្រះអង្គបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំនិងខេត្តបាភ្នំត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថាក្រុងស្រឡប់បច្ច័យព្រៃនគរ3ឆ្នាំក្រោយរាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះកើកាន់តែច្រើនឡើងជាងរាជធានីចាស់ប្រទេសជាតិបានទទួលសុខសន្តិភាពហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងខាងពាណិជ្ជកម្ម
ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើប្រាស់ពេញផ្ទៃប្រទេសដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសប្រជានរាស្ត្រមានជីវភាពខ្ពស់ជាងមុនដោយសារវិធានការមួយចំនួនរបស់ស្ដេចគុណដូចជាបន្ធូរបន្ថយពន្ធដារបន្ថយពិន័យព្រមទាំងកែប្រែច្បាប់ប្រោះបន្ទាន់ឲ្យមានលក្ខណៈធូរស្លើយជាងមុនជាដើមប្រវត្តិវិទូខ្លះបានសង្កត់សេចក្តីថានៅសម័យនោះអាណាប្រជានរាស្ត្រដែលបានសុខសម្បូរសប្បាយថែមទៀតផង